ប្រទេសអ៊ីរ៉ង់បានប្រកាសអាសន្នថាគ្រាប់បែកជ្រៃដីទម្លុះភ្នំឬ Bunker Booster ជាច្រើនគ្រាប់ដែលទម្លាក់ដោយស្ដេចខ្មោចលើអាកាសឬយន្តហោះទម្លាក់គ្រាប់បែក B2 Spirit ទៅលើទីតាំងរោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់រួមមានរោងចក្រ Fordo Uranium Enrichment Plant រោងចក្រ Natanz Nuclear Facility និងរោងចក្រ Isfahan Nuclear Technology Center កាលពីអំឡុងខែមិថុនាឆ្នាំ2025មិនទាន់ផ្ទុះនៅឡើយទេហើយកំពុងកប់ជាប់យ៉ាងជ្រៅក្នុងរោងចក្រនុយក្លេអ៊ែរក្រោមដីទាំងនោះដែលបង្កការព្រួយបារម្ភកាន់តែខ្លាំងអំពីហានិភ័យសុវត្ថិភាពរយៈពេលវែងនិងការផ្ទុះដែលអាចកើតមាននេះបើយោងតាមប្រភព Amiri Connection មន្ត្រីអ៊ីរ៉ង់បានទម្លាក់ដឹងថាគ្រាប់បែកជាច្រើនគ្រាប់ទម្លាក់ដោយសហរដ្ឋអាមេរិកមិនទាន់ផ្ទុះនោះទេបន្ទាប់ពីបុកទង្គិចនឹងជ្រៃដីទម្លុះភ្នំពលគឺវានៅតែកប់យ៉ាងជ្រៅនៅក្នុងរោងចក្រនុយក្លេអ៊ែររួមក្រោមដីហើយជឿថាគ្រាប់បែកទាំងនោះនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតបុគ្គលិកបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិងបង្កការខូចខាតនៅតំបន់ជុំវិញអាញាធិបតេយ្យអ៊ីរ៉ង់និយាយថាវត្តមាននៃគ្រាប់បែកជ្រៃដីទម្លុះភ្នំឬ Bunker Booster មិនទាន់ផ្ទុះដែលកប់ជាប់នៅក្នុងទីតាំងរោងចក្រនុយក្លេអ៊ែរក្រោមដីធ្វើឲ្យការត្រួតពិនិត្យជួសជុលនិងស្ដារឡើងវិញមានភាពស្មុគស្មាញយ៉ាងខ្លាំងហើយទន្ទឹមនេះវាក៏បង្កហានិភ័យផ្ទុះដោយចៃដន្យអំឡុងពេលប្រតិបត្តិការស្ដារឡើងវិញឬការបោសសម្អាតផងដែរហើយនៅតែបង្កហានិភ័យខ្លាំងការប្រកាសនេះឆ្លុះបញ្ចាំងពីជំរឿនៃការបំផ្លិចបំផ្លាញនិងអានុភាពគ្រាប់បែកជ្រៃដីទម្លុះភ្នំឬ Bunker Booster របស់សហរដ្ឋអាមេរិកដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់បុកទម្លុះស្រទាប់បេតុងអាមេយ៉ាងក្រាស់និងផ្ទាំងថ្មដ៏រឹងមាំមុនពេលបំផ្ទុះអ៊ីរ៉ង់អះអាងថាត្បិតតែរោងចក្រនុយក្លេអ៊ែរខ្លះរបស់ខ្លួនអាចជៀសផុតពីការបំផ្លិចបំផ្លាញធ្ងន់ធ្ងរយ៉ាងណាក្តីក៏គ្រាប់បែកមិនទាន់ផ្ទុះដែលកប់ជាប់នៅក្នុងនោះកំពុងបង្កការគំរាមកំហែងសន្តិសុខនិងសុវត្ថិភាពរយៈពេលវែងទីក្រុងតេហរ៉ង់លើកឡើងថាស្ថានភាពនេះបង្ហាញពីផលវិបាករយៈពេលវែងនៃការវាយប្រហារយ៉ាងជាក់លាក់លើរោងចក្រនុយក្លេអ៊ែររួមក្រោមដីហើយថាពួកគេបានចាប់ផ្ដើមធ្វើការកំណត់ទីតាំងធានាសុវត្ថិភាពនិងវាយតម្លៃផលប៉ះពាល់ពេញលេញអំពីអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះហើយទោះបីជាពួកគេទទួលស្គាល់ថាដំណើរការនេះមានគ្រោះថ្នាក់ខ្លាំងនិងស្មុគស្មាញផ្នែកបច្ចេកទេសក៏ដោយខ្ញុំតារាពី Alt News TV